ផាងឯនេះចេញមកយ៉ាងត្រឹមត្រូវបន្តិចណាបងប្អូនដោយសារមកប្រាប់ពីរបៀបបង្កើតយើងអត់មានឃ្មុំនេះសារឃ្មុំ4សបុកឥឡូវវាងាប់អស់នៅសល់តែកន្លះសបុកឥឡូវមើលលេងបងប្អូនអត់យល់ឯអាចសួរបានចូលថតអ្នកបច្ចេកទេសមួយមើលកំពុងធ្វើអីហ្នឹងចាគាត់ថាកំពុងបង្កើតផ្កាគាត់យកអាឈ្មោលដាក់ជាមួយមញីហើយមញីវាត្រូវរីកទៀតណាលើកមុនអាឈ្មោលរីកមញីអត់រីកដល់ពេលមញីរីកអាឈ្មោលងាប់បាត់ថាតើបមែនងាកមកមើលចាគាត់ចាប់ផ្ដើមក្តិចស្រទាប់ផ្ការបស់អាឈ្មោលបន្ទាប់មកយើងដាក់ជាមួយនឹងកញ្ចុំផ្កាញីហើយនៅមេឃដែលយើងបង្កើតហ្នឹងខ្ទង់មេឃទី9ទៅទី10ហើយវាអាស្រ័យទៅលើផ្កាញីដែរបើផ្កាញីហ្នឹងវារីកនៅមេឃទីប្រមាណយើងដាក់ទីប៉ុណ្ណឹងសិនហើយដោយសារតែវាអត់ទៀងទាត់ទេក្បាលដំបូងថានិយាយមកធ្វើដូចត្រឹមត្រូវណាអញ្ចឹងដល់ពេលនិយាយដល់ចុងវីដេអូដូចចង់ត្រើបនិយាយរួមវីដេអូចេញមកដូចមិនរើត្រឹមត្រូវឃើញមកមើលកូនក្តឹបមេឡនគឺល្អដែរតាហើយយើងបង្កាត់ពីថ្ងៃបន្តែផ្កាវានៅមានរីកទៀតអញ្ចឹងយើងត្រូវតែបង្កាត់តទៀត